ណាហើយនៅក្នុងចំណុចទី3ព្រះអង្គប្រកាសសម្ដែងអធិសីលេចសិក្ខតេជាអ្នកសិក្សាជាអ្នកបដិបត្តិទៅក្នុងអធិសិលទៅក្នុងសិលដ៏ប្រសើរទៅក្នុងសិលដ៏ឧត្តមដែលជារបស់ឧបាសកឧបាសិកានឹងឯងអញ្ចឹងបន្ទាប់ពីបានស្ដាប់ធម៌ហើយដូចមុននឹងបាញ់មិញហ្នឹងក៏លោកម្ចាស់ពិធីករលោកដឹកនាំឲ្យបានសមាទានសិលបន្ថែមទៀតនឹងការដែលបានសមាទានសិល5ឬក៏សិល8ឬក៏សិល10ហ្នឹងព្រះអង្គប្រកាសសម្ដែងសិល5នឹងឯងគឺជាអធិសិលរបស់ពុទ្ធបរិស័ទទាំងអស់គ្នានឹងតែម្ដងដែលញាតិញោមទាំងអស់គ្នាមានសិល5ក៏ដោយសិល8នឹងក៏ដោយសិល10នឹងក៏ដោយសុទ្ធតែជាអធិសិលសុទ្ធតែជាសិលដ៏ប្រសើររបស់ញាតិញោមទាំងអស់គ្នា